ចានេះជាវីដេអូមេរៀនធម្មជាតិនៃដំណឹងគីមីយើងមានតែ2 slide ទេចាដូចនេះហៅថាប្រតិកម្មទៅមកលេខ1ចាប្រតិកម្មទៅមកគឺជាប្រតិកម្មដែលអង្គធាតុកកើតអាចប្រតិកម្មជាមួយគ្នាបង្កើតប្រតិកឡើងវិញគេហៅថាប្រតិកម្មទៅមកជាទូទៅប្រតិកម្មទៅមកអាចមានគ្រប់ប្រតិកម្មទាំងអស់សុទ្ធតែជាអាចប្រតិកម្មទៅមកតែក្នុងលក្ខខណ្ឌផ្សេងៗគ្នាសួរថាតើប្រតិកម្មទៅមកមានដំណឹងគីមីពេលណាចាប្រតិកម្មទៅមកមានដំណឹងគីមីនៅពេលដែលល្បឿនប្រតិកម្មតាមទិសបណ្ដោយស្មើល្បឿនប្រតិកម្មទិសតាមទិសច្រាសហើយកំហាប់អង្គធាតុប្រតិកនិងកកើតលែងប្រែប្រួលមិនកំហាប់ស្មើគ្នាទេពេលច្រើនយើងនិយាយថាកំហាប់អង្គធាតុប្រតិកនិងកកើតស្មើគ្នាវាអត់ស្មើគ្នាទេវាគ្រាន់តែលែងប្រែប្រួលចាហើយល្បឿនទៅស្មើនឹងល្បឿនត្រឡប់ចឹងគេហៅថាវាមានដំណឹងគីមីចាលេខ3ប្រតិកម្មដែលមានទំនោរទៅស្ដាំនៅពេលលំនឹងកំហាប់អង្គធាតុកកើតធំជាងកំហាប់អង្គធាតុប្រតិកចាបើវាទៅស្ដាំហើយស្ដាំគឺអង្គធាតុកកើតអញ្ចឹងពេលដែលលំនឹងអាស្ដាំធំជាងអាឆ្វេងអញ្ចឹងអាស្ដាំកកើតធំជាងអង្គធាតុប្រតិកលេខ4ប្រតិកម្មដែលមានទំនោរទៅឆ្វេងអញ្ចឹងពេលលំនឹងកំហាប់ខាងប្រតិកធំជាងកំហាប់កកើតព្រោះវាទៅឆ្វេងគឺខាងប្រតិកចាលេខ5ក្នុងកន្សោមថេលំនឹងគេមិនសរសេរប្រភេទគីមីដែលមានភាពរូបដូចជាអង្គធាតុរាវសុទ្ធនិងអង្គធាតុរឹងសុទ្ធទេព្រោះវាមានកំហាប់ថេសួរថាថេលំនឹងសម្រាប់ធ្វើអីចាថេលំនឹងសម្រាប់សម្គាល់ស្ថានភាពលំនឹងនៃប្រតិកម្មមួយដាក់មកការវាអាចការ A ការ B ឬការ E ទៅតាមដែលគេចង់ប្រាប់